ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទនៅពេលនេះខ្ញុំសូមបង្ហាញជូននៅផ្កាព្រៃមួយប្រភេទទៀតឲ្យបងប្អូនបានទស្សនាជាការកំសាន្តហើយផ្កាព្រៃមួយប្រភេទនេះបងប្អូនគឺខ្ញុំបានប្រទះឃើញកាលពីប្រហែលថ្ងៃមុនបាទនៅពេលដែលខ្ញុំទៅលេងផ្ទះមិត្តភ័ក្តិនៅឯខេត្តកំពង់ឆ្នាំងក្នុងឃុំចៅម៉ោងស្រុកទឹកផុសណាហើយផ្ទះរបស់គាត់ហ្នឹងគឺមានស្ទឹងបងប្អូនហើយអញ្ចឹងទៅក៏បបួលគាត់ទៅមើលគេបងសំណាញ់ក៏ប៉ុន្តែនៅពេលដែលទៅដល់ទីនោះក៏ប្រទះឃើញនៅរុក្ខជាតិមួយប្រភេទនេះគឺថាតាក់ទាញមែនទែនដោយសារតែផ្ការបស់វានឹងគឺមានភាពស្រស់ស្អាតពណ៌ផ្កាឈូកណាហើយអារម្មណ៍របស់យើងនៅពេលដែលយូរបានឃើញទិដ្ឋភាពបែបនេះគឺថាស្រស់ស្រាយមែនទែនរុក្ខជាតិពណ៌បៃតងផ្ការីកស្គុះស្គាយអីចឹងណាបងប្អូនក៏ប៉ុន្តែនៅជុំវិញផ្កាមួយប្រភេទនេះក៏មានផ្កាដទៃទៀតកំពុងតែរីកស្គុះស្គាយផងដែរក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍ជាងគេគឺផ្កាមួយប្រភេទនេះណាក៏ចែករំលែកឲ្យបងប្អូនបានទស្សនាជាការកំសាន្តហើយឃើញទិដ្ឋភាពបែបនេះយើងខ្ញុំបាននឹងក៏មានអារម្មណ៍ថាដូចជានៅទៅកាន់ពិភពមួយដែលអត់ធ្លាប់បានឃើញអញ្ចឹងណា